ប៉ាខ្ញុំចង់រៀបការជាមួយមនុស្សចាស់ខ្ញុំមិនយល់ស្របទេគាត់មានអាយុគ្រប់គ្រាន់ដើម្បីធ្វើជាជីតារបស់ខ្ញុំអ្នកគ្មានសិទ្ធិបដិសេធទេកុំភ្លេចអ្វីគ្រប់យ៉ាងដែលអ្នកមានឥឡូវនេះត្រូវបានផ្ដល់ឲ្យអ្នកដោយខ្ញុំបានតស៊ូដើម្បីរំដោះខ្លួនពីឪពុករបស់ខ្ញុំចង់លោតចូលសមុទ្រជារៀបការជាមួយគាត់ជាមួយនោះខ្ញុំបានលោតចូលសមុទ្រជាការពិតណាស់នេះគ្រាន់តែជាអេក្រង់ផ្សែងប៉ុណ្ណោះខ្ញុំត្រូវស្វែងរកគាត់ខណៈអង្គរៈមិនបានមើលខ្ញុំក៏លួចចូលក្នុងបន្ទប់មួយដោយមិននឹកស្មានដល់មានមនុស្សប្រុសម្នាក់មើលទៅខ្វក់នៅខាងក្នុងសូមរកកន្លែងលាក់ខ្លួនខ្ញុំផងប៉ុន្តែបុរសនោះមិនអើពើនឹងខ្ញុំទេដូច្នេះខ្ញុំបានដោះក្រវិលរបស់ខ្ញុំបាននិយាយថានេះអាចយកលុយអ្នកបានច្រើនប៉ុន្តែបុរសនោះច្បាស់ជាមិនពេញចិត្តទេពីមានអ្នកណាទេបើកទ្វារដោយឬសំឡេងនៅខាងក្រៅខ្ញុំបានឲ្យគ្រឿងអលង្ការទាំងអស់របស់ខ្ញុំទៅបុរសនោះគាត់បានដើរមករកខ្ញុំយ៉ាងលឿនក្រឡេកមើលខ្ញុំចុះក្រោមហើយនិយាយថាតើអ្នកកំពុងធ្វើអ្វីនោះទៅឆ្ងាយពេកហើយឯងគិតច្រើនពេកហើយខ្ញុំនិយាយដោយបើកទូហើយយកឯកសណ្ឋានការងារមកពាក់គាត់ថែមទាំងលាក់សក់របស់អ្នកទៀតផងបង្វែរជុំវិញដំបងបន្ទាប់ពីបុរសនោះដើរទៅដល់មាត់ទ្វារខ្ញុំក៏ប្រញាប់ផ្លាស់ប្ដូរសម្លៀកបំពាក់រំពេចនោះគាត់បានប្រឡាក់ភក់លើមុខខ្ញុំបន្ទាប់ពីសម្អាតអ្វីរួចបុរសនោះក៏បោះសម្លៀកបំពាក់ខ្ញុំទៅក្នុងសមុទ្រដឹងទេថាខោអាវទាំងនេះថ្លៃប៉ុន្មានខ្ញុំមិនដឹងទេប៉ុន្តែប្រហែលជាខ្ញុំអាចសួរឪពុកអ្នកបានពេលគាត់និយាយបុរសនោះក៏បើកទ្វារខ្ញុំបន្ទាបក្បាលដោយភ័យខ្លាចអ្នកផ្សេងទៀតកំពុងស្វែងរកនរណាម្នាក់លើហេតុអីក៏ឯងឈរនៅទីនោះមិនអីទេខ្ញុំនឹងទៅភ្លាមពេលខ្ញុំបិទទ្វារឪពុកខ្ញុំបានមើលយ៉ាងជ្រៅសំណាងល្អគាត់មិនសង្ស័យអ្វីទេហើយបានចាក់ចេញទៅខ្ញុំដកដង្ហើមធូរស្រាលសំណាងហើយដែលខ្ញុំបានស្លៀកសម្លៀកបំពាក់ទាំងនេះបន្ទាប់ពីបញ្ជាក់ថាគ្មានអ្នកណានៅខាងក្រៅខ្ញុំក៏ទៅបន្ទប់របស់បុរសនោះខ្ញុំមិនអាចដាក់ដៃលើមនុស្សប្រភេទនេះបានទេខ្ញុំបើកទូរបស់គាត់យ៉ាងលឿនគឺមើលទៅដូចជាគាត់មានភាពស្ម័គ្រចិត្តណាស់ពីមុនពេលខ្ញុំនិយាយចប់ខ្ញុំបានឬទ្វារបើគាត់បានចូលមកជាមួយអាហារតើអ្នកកំពុងធ្វើអ្វីនៅទីនោះពួកគេទាំងអស់គ្នានៅទីនេះហើយកំពុងស្វែងរកអ្នកដូច្នេះខ្ញុំអាចបញ្ជូនអ្នកទៅថ្ងៃស្អែកតែប៉ុណ្ណោះក្រោយពីនិយាយបែបនេះហើយគាត់ក៏ចាប់ផ្ដើមហូបមិនខ្វល់ថាខ្ញុំឃ្លានឬអត់មិននិយាយថាមិនឲ្យខ្ញុំហូបទេតើអ្នកចង់បានខ្លះទេខ្ញុំគិតថាអ្នកនឹងត្រូវខ្ពើមប៉ុន្តែទោះបីជានិយាយបែបនេះក៏ដោយគាត់នៅតែជូតស្លាបព្រាលើសម្លៀកបំពាក់របស់គាត់ហើយហុចឲ្យខ្ញុំក្រឡេកមើលទៅគាត់ពិតជាស្អាតណាស់ដល់ពេលដេកនៅយប់នោះដោយសារមានគ្រែតែមួយទើបខ្ញុំដេកលើឥដ្ឋពេលខ្ញុំបើកភ្នែកទាំងកណ្ដាលអាធ្រាត្រខ្ញុំឃើញសត្វកណ្ដុរមួយក្បាលធំណាស់ដែលធ្វើឲ្យខ្ញុំភ័យខ្លាចខ្លាំងពេកខ្ញុំក៏រត់ទៅដេកភ្លាមក៏ឯងកំពុងធ្វើអ្វីចេញទៅខ្ញុំមើលគាត់ដោយភ័យយឺមិនអីទេដេកនៅទីនេះក៏ដូច្នេះហើយយើងទាំងពីរបានដេកលើគ្រែប៉ុន្តែនៅពេលនោះឪពុករបស់ខ្ញុំបានរកឃើញសម្លៀកបំពាក់របស់ខ្ញុំទៅខ្ទង់តូចនោះកូនស្រីខ្ញុំនៅទីនោះក្នុងដំណេករបស់ខ្ញុំបុរសនោះបានបោះសាកសពមកខ្ញុំពួកគេបានចាប់ផ្ដើមស្វែងរកឥឡូវនេះខ្ញុំមិនអាចលាក់កាយវិការទាំងនេះបានទេមានន័យថាខ្ញុំក៏នឹងត្រូវបានរកឃើញក្នុងពេលឆាប់នេះដែរបុរសនោះមើលមកខ្ញុំបាត់ក្នុងការគិតខ្ញុំមានគំនិតមួយគាត់បាននិយាយថាគាត់បានពាក់អាវជីវិតយ៉ាងប្រយ័ត្នប្រយែងលើខ្ញុំប៉ុន្តែពេលគាត់ព្យាយាមដោះខ្សែនោះគាត់មិនអាចបើកវាបានទេជាមានរឿងអីនៅតែមិនអាចស្រាយវាបានទេខ្ញុំចាប់ផ្ដើមគិតរកដំណោះស្រាយដោយខ្លួនឯងខ្ញុំបានរើសកែវមួយដើម្បីព្យាយាមកាត់ខ្សែពោះប៉ុន្តែខ្ញុំបានធ្វើឲ្យខ្លួនឯងឈឺដោយចៃដន្យគាត់បាននិយាយថាប្រយ័ត្នឲ្យខ្ញុំបងរុំឲ្យអ្នកគាត់បានរុំខ្ញុំយ៉ាងរហ័សហើយខ្ញុំមើលគាត់ដោយដឹងគុណនៅពេលដែលអារម្មណ៍របស់យើងចំពោះគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅឪពុករបស់ខ្ញុំបានបង្ហាញខ្លួនក៏តើអ្នកកំពុងធ្វើអ្វីចាប់គាត់ស្រែកឪពុកខ្ញុំបាននាំខ្ញុំត្រឡប់ទៅបន្ទប់របស់ខ្ញុំវិញខ្ញុំបាននិយាយថាអ្នកនៅទីនេះដោយស្ងៀមស្ងាត់ហើយរងចាំពិធីមង្គលការនៅថ្ងៃស្អែកគាត់បាននិយាយថាប៉ាខ្ញុំមាននរណាម្នាក់ដែលខ្ញុំចូលចិត្តប៉ុន្តែឪពុកខ្ញុំមិនស្ដាប់ខ្ញុំទេថ្ងៃបន្ទាប់ខ្ញុំត្រូវគេនាំទៅកន្លែងរៀបការគ្រាន់តែឃើញមុខគេវាប្រែថាបុរសចំណាស់ដែលខ្ញុំបានឃើញកាលពីម្សិលមិញគឺជាឪពុករបស់ចនហើយចនគឺជាមនុស្សដែលខ្ញុំពិតជានឹងរៀបការគាត់បាននិយាយថាត្រូវចាំថាអ្នកត្រូវតែរកអស់ពីឃើញថាអ្នករៀបការជាមួយនរណាមុនពេលអ្នករៀបការ